ជំរាបសួរបងប្អូនលោកនាងកញ្ញានៃកម្ពុជាទាំងអស់ដែលមកជំនាញនៅក្នុងថ្ងៃនេះដើម្បីប្រឡប់នៅពីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរទាំងអស់គ្នាចាពីឆ្នាំ2026នេះហើយនៅក្នុងកម្មវិធីដែលយើងមានបន្តពីមុខទៀតនេះពីនាងខ្ញុំជាមួយនឹងដៃគូរបស់ចាពីនាងក៏គាត់គឺជាកូនខ្មែរចាគឺគាត់នៅខាងនេះចាសូមជំរាបពីប្រវត្តិរបស់គាត់បន្តិចគាត់គឺជាកូនខ្មែរដែលកើតនៅក្នុងបារាំងចានៅទីក្រុងប៉ារីសហើយពួកគាត់បានមកលេងនៅប្រទេសនូវែលសេឡង់នេះគឺប្រទេសញូហ្សេឡង់នេះនៅពេលកំឡុងពេលដែលមានកូវីដដល់ពេលអញ្ចឹងគេបិទប្រទេសគាត់ហើយនឹងប្តីរបស់គាត់ក៏បានជាប់នៅក្នុងស្រុកនេះតែមិនអាចឲ្យធ្វើដំណើរហោះហើរចេញទៅប្រទេសរបស់គាត់បានជើងមកពេលនៅទៅពេលបារាំងចាំបារាំងផ្សេងហើយដល់ពេលអញ្ចឹងនៅក្រៅដល់ពេលបើចរាចរណ៍ប្រតិកម្មវិញហើយប្រទេសញូហ្សេឡង់រដ្ឋាភិបាលប្រទេសញូហ្សេឡង់ក៏បានឲ្យការស្នាក់នៅអចិន្ត្រៃយ៍របស់ពួកគាត់ហើយពួកគាត់ហាក់ដូចជាមានការចាប់អារម្មណ៍នៅប្រទេសនេះខ្លាំងណាស់ព្រមទាំងស្រឡាញ់នៅ culture និងជាពិសេសនោះបានចូលរួមនៅក្នុងចំណាយសង្គមនៅប្រទេសផ្សាយនៅវប្បធម៌របស់ខ្មែរយើងអញ្ចឹងហើយគាត់បានមកចូលរួមនៅក្នុងកម្មវិធីរបស់ខ្មែរជាមួយនឹងគ្រួសាររបស់គាត់នៅខាងនោះចាហើយគាត់គឺជាអ្នកបាននៅប្រទេសបារាំងគាត់បានហាត់រៀននៅតាមនេះតែពេលជាមួយនឹងក្រុមរបស់ចាពីម្ចាស់សក្តិបុហាទេវីគាត់បាននៅប្រទេសបារាំងនោះហើយអញ្ចឹងគាត់បានពំរងក្នុងការចំណេះរបស់គាត់នៅខាងវិស័យសិល្បៈបុរាណខ្មែរនេះមកដល់នេះគាត់តែគូជាមួយនឹងគាត់គឺនាងខ្ញុំមកពី Wellington ចំណែកគាត់ធ្លាប់នៅខាង Western ហើយក៏បានមូលមកនៅអូក្លែននេះចាក៏បានតាមមកអូក្លែននេះអញ្ចឹងរបាំបន្តទៅទៀតនេះគឺនាងខ្ញុំនឹងសូមសម្ដែងជូននៅរបាំបុរាណខ្មែរមួយទៀតដែលមានមេឃណាស់គេដែរគឺរបាំនេះមានឈ្មោះថារបាំមេកលាជារបាំខ្មែរបង្ហាញពីអំណាចនៃពន្លឺនិងសេចក្តីល្អក្នុងរឿងនេះគឺមានទេវតាមេកលានៃពន្លឺចាគឺពន្លឺគ្រីស្ទល់លោកនាងកញ្ញាបានដឹងហើយអំពីប្រវត្តិរបស់មេកលាហើយរឿងដែលអស្ចារ្យមួយទៀតនោះគឺថាមានយុទ្ធសាស្ត្រខ្លាំងពូកែដើម្បីធ្វើឲ្យមេឃដែលងងឹតពន្លឺនោះគឺអាចជ្រៀតជ្រែកចូលទៅក្នុងភាពងងឹតហើយចំណែកអក្សរៈគឺជាយៈចាហើយយៈនេះគឺជាអ្នកបង្កភ្លើងនិងព្យុះគាត់ព្យាយាមពន្លិចនៅពន្លឺរបស់មនីមេកលាដោយការបោះភ្លើងនិងបង្កើតសម្លេងគ្រោះថ្នាក់យ៉ាងខ្លាំងដូចជាផ្គរលាន់រន្ទះចាតែរបស់មនីមេកលាបង្ហាញថាពន្លឺអាចយកឈ្នះភាពល្ងឹតសេចក្តីល្អអាចយកឈ្នះអំពើអាក្រក់និងសន្តិភាពអាចកើតឡើងតាមរយៈចិត្តនិងសេដ្ឋកិច្ចចានាងខ្ញុំករណីនៅពេលនេះគឺសូមផ្សារភ្ជាប់ជាមួយនឹងបន្តបានហើយអញ្ចឹងនាងខ្ញុំសូមផ្សាយជាភាសាអង់គ្លេសមកផ្លេតព្រោះថាបងប្អូនដែលគាត់កំពុងតែ live ផ្ទាល់នោះជាពិសេសគឺបងប្អូនគាត់ហើយនឹងក្រុមគ្រួសារក៏ដូចជាការរួមសហគមន៍ថ្នាក់រួមសាលានៅប្រទេសបារាំងគ្រប់គ្រងមកមើលដែរថាប្រទេសញូហ្សេឡង់យើងក៏មានវប្បធម៌បុរាណខ្មែរអញ្ចឹងដែរចាសសូមអរគុណយ៉ាងច្រើនចំពោះអ្នករៀបចំកម្មវិធី The Manipula dance is a classical dance, Khmer dance that symbolizes the power of light and goodness. In the story, Manipula is the goodness of light, holds a magical crystal that shines brilliantly. She dances with grace and serenity, protecting the world from darkness. One of the other sides stands Rinso, Aseret, the spirit of the fire and stones. He tried to overpower Manipula's light by throwing the flames and creating thunder and chaos. But Manipula's dance reminds us that light can overcome darkness. Goodness can be defeated harm, and peace can arise from the pure heart. The dance is a beautiful expression of the Khmer culture, Cambodian culture, wisdom, and the Dharma inspired a gentle victory of light born from the pure heart. Thank you. Gentle witness man of Sorry.
giờ bạn chia bạn chia bằng tôn cái này cứ mấy khả là How do you know?
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ